ខ្ញុំសូមទទួលខុសត្រូវទាំងអស់នៅអ្វីដែលកើតមកកន្លងមកក្នុងសម័យកម្ពុជាប្រជាធិបតេយ្យដូច្នោះខ្ញុំមិនគេចវេះទៅណាទេខាងផ្លូវចិត្តខ្ញុំសូមទទួលការខុសត្រូវទាំងអស់ដោយស្មោះអស់ពីចិត្តនេះសូមជម្រាបដោយត្រង់ពីព្រោះក្នុងឋានៈជាសមាជិកម្នាក់របស់កម្ពុជាប្រជាធិបតេយ្យខ្ញុំហ៊ានទទួលខុសត្រូវទោះបីជាខ្លួនខ្ញុំបានប្រព្រឹត្តដោយផ្ទាល់ឬមិនដោយផ្ទាល់ក៏ដោយតែខ្ញុំសោកស្ដាយណាស់ចំពោះព្រឹត្តិការណ៍ទាំងឡាយដែលកើតឡើងដោយចេតនាឬអចេតនាហើយទោះបីជាខ្ញុំដឹងឬមិនដឹងក៏ដោយខ្ញុំសូមបញ្ជាក់ហើយបញ្ជាក់ទៀតថាខ្ញុំទទួលខុសត្រូវទាំងអស់ខាងផ្លូវចិត្តខ្ញុំសូមជម្រាបបញ្ជាក់អញ្ចឹង ក្នុងឱកាសនេះខ្ញុំសូមចូលរួមមរណទុក្ខការសោកស្ដាយចំពោះការបាត់បង់គ្រួសាររបស់លោករំដួលតាមខ្ញុំចាំឈ្មោះលោករំដួលដូច្នោះនេះហើយតទៅនេះខ្ញុំសូមបញ្ជាក់ម្ដងទៀតនៅទួលនីតិនិងភារកិច្ចរបស់ខ្ញុំក្នុងសម័យកម្ពុជាប្រជាធិបតេយ្យខទី1ខ្ញុំជាសមាជិកអចិន្ត្រៃយ៍អនុលេខា សមាជិកគណៈអចិន្ត្រៃយ៍បកកុម្មុយនីសកម្ពុជាទទួលខាងការអប់រំរៀនសូត្រផ្ទៃក្នុងបកខទី2ខ្ញុំទទួលភារកិច្ចជាប្រធានគណៈកម្មការសភាតំណាងប្រជាជនកម្ពុជាភារកិច្ចរបស់ខ្ញុំមាន2ប៉ុណ្ណឹងទេឯខាងនីតិបញ្ញត្តិនីតិបដិបត្តិខ្ញុំមិនមានទទួលនីតិអ្វីទេនេះខ្ញុំសូមបញ្ជាក់ប៉ុណ្ណឹងហេតុដូច្នោះសូមឲ្យតុលាការវិនិច្ឆ័យទៅចុះខ្ញុំមិនមានអ្វីក្រៅពីការស្មោះត្រង់ចូលរួមការតស៊ូដើម្បីជាតិប្រជាជនរបស់ខ្ញុំប៉ុណ្ណោះទេសូមបញ្ជាក់សូមគោរពលោកប្រធានបាទ